ផ្ដើមសាច់រឿងរបស់យើងមកហ្នឹងក៏បានឃើញមនុស្សម្នាក់ផងដែរកំពុងតែធ្លាក់ពីលើអាគារហ្នឹងហើយមនុស្សដែលធ្លាក់ហ្នឹងមានតែគេឆ្ងាយទេអ្នកគ្នាគឺតួឯករបស់យើងហ្នឹងហើយតួឯករបស់យើងហ្នឹងមានឈ្មោះថាគឹមយុនសុងនៅពេលដែលយុនសុងកំពុងតែធ្លាក់ហ្នឹងយុនសុងក៏បាននិយាយផងដែរថាពេលនេះគឺជាជីវិតចុងក្រោយរបស់គេប៉ុន្តែគេហ្នឹងគឺអត់ទាន់ចង់ស្លាប់នោះទេហើយក៏បានសុំទោសទៅកាន់យាយរបស់គេផងដែរហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់បន្ដល់3ខែក្រោយមកហើយពេលនេះគឹមយុនសុងរបស់យើងហ្នឹងកំពុងតែស្នាក់នៅក្នុងមន្ទីរពេទ្យយល់ទៅគឹមយុនសុងរបស់យើងហ្នឹងដូចមនុស្សរុក្ខជាតិចឹងអ្នកគ្នាហើយយាយរបស់យុនសុងពិតជាអាណិតទៅលើយុនសុងខ្លាំងមែនទែនដោយសារតែយុនសុងជួបបញ្ហាបែបហ្នឹងអញ្ចឹងហើយគ្រប់ពាក្យសម្ដីដែលយាយរបស់យុនសុងបាននិយាយហ្នឹងគឺយុនសុងរបស់យើងហ្នឹងគឺបានលើទាំងអស់តែម្ដងក៏តែយុនសុងរបស់យើងហ្នឹងគឺកម្រើកខ្លួនអត់បាននោះទេហើយប្អូនរបស់យុនសុងក៏បានមកមើលយុនសុងផងដែរហើយក៏បាននិយាយពីស្ថានភាពបច្ចុប្បន្នរបស់គេនៅក្នុងសាលាប្រាប់យុនសុងផងដែរយល់ទៅគេធ្វើបាបច្រើនអញ្ចឹងហើយយុនសុងនៅពេលដែលបានស្ដាប់ឮពិតជាជួយចាប់ខ្លាំងមែនទែនហើយ3ឆ្នាំហ្នឹងក៏កន្លងផុតទៅហើយពេលនេះយុនសុងរបស់យើងគឺនៅស្ថានភាពដដែលដូចជាមនុស្សរុក្ខជាតិអញ្ចឹងហើយយុនសុងក៏បានឮមនុស្ស2នាក់ដែលនៅក្បែរខ្លួនកំពុងតែនិយាយផងដែរអំពីលោកជ័យរបស់គេពេលនេះលោកជ័យរបស់គេគឺពិការទៅហើយនៅពេលដែលយុនសុងរបស់យើងហ្នឹងបានឮអញ្ចឹងហើយទៅធ្វើឲ្យយុនសុងរបស់យើងពិតជាជួយចាប់ខ្លាំងមែនទែនហើយដោយសារតែជ័យរបស់គេក៏ពិការខ្លួនរបស់គេក៏ដូចមនុស្សរុក្ខជាតិអញ្ចឹងហើយយុនសុងរបស់យើងហ្នឹងពិតជាខឹងខ្លាំងមែនទែនទៅកាន់មនុស្សប្រមាណអ្នកដែលបានរួញគេទម្លាក់ពីលើសាលាហ្នឹងឯងហើយអ្នកគ្នាចាំមកហើយទៅប្រហែលអ្នកហ្នឹងគឺជាមនុស្សដែលបានធ្វើបាបយុនសុងនៅពេលនេះគឺ7ឆ្នាំបានកន្លងទៅហើយប៉ុន្តែយុនសុងគឺនៅស្ថានភាពដដែលយុនសុងវាពិតជាមួម៉ៅជាមួយពួកអស់នឹងខ្លាំងមែនទែនដែលធ្វើដាក់វាអញ្ចឹងហើយនៅក្នុងការគិតរបស់យុនសុងពេលនេះបើសិនជាគេរួចជីវិតម្ដងទៀតហ្នឹងគឺអាពួកដែលបានធ្វើបាបគេហ្នឹងគឺយុនសុងហ្នឹងគឺសម្លាប់ទាំងអស់តែម្ដងគឺអត់ទុកវានោះទេយល់ទៅអ្នកដែលបានបូលីយុនសុងទៅបែបយុនសុងទៅប្រហែលហ្នឹងគឺយុនសុងសងសឹកទាំងអស់តែម្ដង10ឆ្នាំបានកន្លងផុតទៅហើយពេលនេះស្ថានភាពរបស់យុនសុងគឺស្ថិតនៅដដែលហើយយុនសុងរបស់យើងក៏បាននិយាយឲ្យយើងដឹងផងដែរបើសិនជាមានអភូតហេតុឲ្យយុនសុងរបស់យើងនឹងអាចត្រឡប់ទៅពេលក្រោយវិញបានគឺយុនសុងរបស់យើងគឺឲ្យជីវិតរបស់គេបែបនឹងឡើយហើយគេនឹងសងសឹកមនុស្សទាំងប្រមាណហ្នឹងដែលធ្វើបាបគេទាំងប្រមាណកន្លងមកហ្នឹងគឺគេនឹងសងសឹកទាំងអស់តែម្ដងបន្ទាប់ពីយុនសុងបានគិតទៅយុនសុងរបស់យើងក៏បានលើសូរសម្លេងមនុស្សជាច្រើនផងដែរហើយយុនសុងរបស់យើងពេលនេះបើកភ្នែកទៅក៏ឃើញមិត្តរួមថ្នាក់របស់គេជាច្រើនដែលធ្វើឲ្យគេពិតជាស្រឡាញ់កាន់ខ្លាំងមែនទែនហើយយុនសុងហ្នឹងក៏បានសួរទៅកាន់ខ្លួនឯងផងដែរថានេះគឺជាយល់សពមែនហើយយុនសុងរបស់យើងក៏បានយកប៊ិចហ្នឹងចាក់កាភ្លើរបស់ខ្លួនឯងដែលធ្វើឲ្យកាភ្លើរបស់គេហ្នឹងឈឺខ្លាំងមែនទែនអញ្ចឹងហើយគេដឹងហើយពេលនេះគឺគេបានត្រឡប់មកវិញហើយយុនសុងហ្នឹងក៏បានកលេចទៅឃើញមានមនុស្សម្នាក់ផងដែរកំពុងតែធ្វើបាបអាម៉ាប់អើយអាប៉ែមួយក្បែរសក់ពណ៌លឿងហ្នឹងមានឈ្មោះថាផាក់មីនឈុលណាអ្នកនរហើយអាមីនឈុលហ្នឹងគឺវាអត់ឈប់ធ្វើបាបអាម៉ាប់នោះទេវាធាក់អាម៉ាប់ម្ដងហើយម្ដងទៀតរហូតដល់អាម៉ាប់ហ្នឹងទប់ស្ទើរតែមិនជាប់ហើយតែជាសំណាងល្អហ្នឹងយុនសុងរបស់យើងក៏បានមកខាត់អាប៉ែមីនឈុលហ្នឹងផងដែរហើយអាប៉ែមីនឈុលវាពិតជាសាយខ្លាំងមែនទែនដោយសារតែយុនសុងរបស់យើងហ៊ានមកខាត់វាអញ្ចឹងហើយវាក៏បានសួរទៅកាន់យុនសុងរបស់យើងថានេះតើយើងស្ដាប់ច្រឡំមែនគឺឯងចង់ខាត់យើងអញ្ចឹងហើយផាក់មីនឈុលហ្នឹងក៏បាននិយាយទៅកាន់យុនសុងរបស់យើងផងដែរអើយអាក្មេងល្មុអើយនៅពេលដែលផាក់មីនឈុលហ្នឹងនិយាយចប់ហើយយុនសុងរបស់យើងក៏អត់ទុកដែរដាក់ទៅលើផាក់មីនឈុលមួយដៃតែម្ដងដែលធ្វើឲ្យវានឹងខ្ទប់បាត់ទៅហើយយុនសុងរបស់យើងនឹងក៏បានសម័យយើងដឹងផងដែរថាការពីជីវិតមុនរបស់គេនោះគឺមានតែអាម៉ាប់នឹងនោះទេដែលតែងតែជួយគេរហូតមកហើយអាម៉ាប់នឹងហើយគឺជាមិត្តភក្តិដែលស្មោះត្រង់ជាមួយគេមិត្តរួមថ្នាក់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែឃើញយុនសុងរបស់យើងនឹងហ៊ានវាយទៅលើផាក់មីនឈុលហើយផាក់មីនឈុលនឹងក៏បានជេរទៅកាន់យុនសុងរបស់យើងផងដែរ motherfuck ហើយយុនសុងរបស់យើងនឹងក៏អត់ទុកដែរក៏បានចាប់បោយសក់ផាក់មីនឈុលនឹងបោកជាមួយនឹងតុកតែម្ដងហើយយុនសុងរបស់យើងនឹងក៏បាននិយាយដែរពេលនេះវេលានេះគឺឯងនឹងត្រូវសងយើងវិញហើយយុនសុងរបស់យើងនឹងក៏បានធ្វើការវាយទៅលើផាក់មីនឈុលនឹងមួយដៃហើយមួយដៃទៀតហើយក៏ចាប់បោកផាក់មីនឈុលនឹងខ្ទប់ជាមួយជញ្ជាំងបាត់ទៅហើយយុនសុងរបស់យើងនឹងគឺអត់ឈប់ធ្វើនឹងទេក៏បានយកជើងរបស់គេធាក់ទៅលើកណ្ដាលមុខរបស់ផាក់មីនឈុលធ្វើឲ្យផាក់មីនឈុលសឹងតែស្លាប់ហើយនៅពេលដែលយុនសុងរបស់យើងកំពុងតែវាយទៅលើផាក់មីនឈុលក៏មានកៅអីមួយផងដែរហោះកាត់មុខគេតែម្ដងហើយយុនសុងរបស់យើងនឹងក៏បានកលេចទៅមើលផងដែរហើយក៏បាននិយាយទៅកាន់ពួកវាផងដែរថាពួកឯងនេះចង់វាយមែនហើយមនុស្សដែលបានមកនឹងគ្មានអ្នកគេឆ្ងាយទេគឺក្រុមរបស់ផាក់មីនឈុលនឹងតែម្ដងដោយឲ្យមួយសក់ពណ៌ខៀវនឹងវាមានឈ្មោះថាឆុងមីងហូហើយអាប៉ែមានទាំងធំជាងគេបន្តិចហ្នឹងមានឈ្មោះថាកាំងឆាំងសុកក្រុមរបស់ផាក់មីនឈុលហ្នឹងបំរុងតែចាត់ការទៅលើយុនសុងរបស់យើងទៅហើយពេលនោះកណ្ដឹងសាលាហ្នឹងក៏បានប្រកាសផងដែរគឺដល់ម៉ោងចូលរៀនវិញហើយចឹងហើយធ្វើឲ្យពួកគេហ្នឹងក៏ចេញទៅហើយក៏បានប្រាប់ទៅកាន់យុនសុងរបស់យើងផងដែរនៅពេលដែលចប់ម៉ោងរៀនហើយយុនសុងរបស់យើងនឹងស្លាប់ហើយយុនសុងរបស់យើងក៏បានញញឹមទៅកាន់អាប៉ែហ្នឹងយល់ទៅអត់ខ្វល់នោះទេនៅក្នុងម៉ោងរៀនហ្នឹងគឺផាក់មីនឈុលហ្នឹងគឺអត់បានរៀននោះទេក៏បានសម្លឹងមើលទៅកាន់យុនសុងរបស់យើងហើយក៏បាននិយាយផងដែរថានៅពេល
ពេលចប់ម៉ោងរៀនហ្នឹងជនសង្ឃប្រកាសជាស្លាប់មិនខានទេហើយសារជើងរបស់យើងហ្នឹងក៏បានកាត់ទៅដល់ថ្នាក់របស់មីងហូហើយនឹងឆាងសុកហើយពេលនេះពួកគេទាំងពីរហ្នឹងកំពុងតែអង្គុយមើលម៉ោងយូរទៅពួកគេហ្នឹងបនអោយទៅដល់ម៉ោងចេញទៅទេអាងទៅចាត់ការរបស់យន្តសង្ឃយើងហើយពួកគេក៏បាននិយាយដែរថាលើកនេះគឺគេចាត់ការយន្តសង្ឃរបស់យើងឲ្យធ្ងន់ធ្ងរតែម្ដងឲ្យយន្តសង្ឃរបស់យើងហ្នឹងគឺរៀងតែម្ដងនៅពេលនោះម៉ោងសិក្សាក៏បានបញ្ចប់ផងដែរផាកមីងឈុលក៏បាននិយាយទៅកាន់យន្តសង្ឃរបស់យើងថាឯងធៀមហើយនៅឯងក៏ដល់ផាកមីងឈុលហ្នឹងនិយាយចប់ហើយយន្តសង្ឃរបស់យើងក៏ដាក់ទៅលើផាកមីងឈុលហ្នឹងមួយជើងតែម្ដងធ្វើឲ្យផាកមីងឈុលហ្នឹងគឺខ្ទប់ជញ្ជាំងតែម្ដងហើយយន្តសង្ឃរបស់យើងក៏បានលូកដៃទៅចាប់បោយសក់ផាកមីងឈុលផងដែរហើយក៏បាននិយាយទៅកាន់ផាកមីងឈុលនឹងថាពេលនេះម៉ោងសិក្សាក៏ត្រូវបានបញ្ចប់ហើយអញ្ចឹងហើយសកម្មភាពរបស់យើងត្រូវតែបន្តទៀតមែនទេផាកមីងឈុលវិសាជយើងរបស់យើងហ្នឹងក៏បានចប់តែប៉ុណ្្នឹងឯងអានេះគ្រាន់តែខ្ញុំធ្វើក្បាលដំបូងទេអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តច្រើនអីចឹងទៅខ្ញុំធ្វើតទៀតអីចឹងបើសិនជាអ្នកនរគ្នាអត់ចូលចិត្តទេខ្ញុំទៅសម្រាប់រឿងសូបុនរបស់យើងវិញបើសិនជាអ្នកនរគ្នាចូលចិត្តអីកុំភ្លេចចូលខមមិនម្នាក់មួយផងថាចូលចិត្តអីចឹងទៅណាសួរខ្ញុំធ្វើបន្តទៀតអីឲ្យបានច្រើនភាគច្រើនទីអីចឹងទៅបើសិនជាអ្នកនរគ្នាចូលចិត្តទេខ្ញុំក៏អត់ដឹងធ្វើមិនដែរហើយមានតែទៅសម្រាប់រឿងសូបុនរបស់យើងវិញចាំអាទិត្យទៅទៀតហើយ